បងសូមចុចតាមខ្ញុំដើម្បីមើលរឿងបានពេញសូមអរគុណបងស្រីឲ្យខ្ញុំមិននឹកស្មានថាបងអាចលះបង់ដើម្បីគ្រួសារដ៏ថ្នាក់បងសម្ដែងចំពោះមនុស្សឈួតបែបនេះបងរត់អ្នកត្រឡប់មកវិញធ្វើអ្វីត្រឡប់ខ្ញុំមិនដែលចាក់ចេញទៅណាទេបងស្រីជាទីស្រឡាញ់របស់ខ្ញុំយ៉ាងវិញទៀតនោះគឺជាការជាអ្នកស្នេហ៍ខ្ញុំក៏មិនមានការចង់ស្រីល្អរបស់ខ្ញុំអ្វីទាំងអស់នោះគឺគ្រាន់តែខ្ញុំសម្ដែងរឿងដើម្បីគេចវេះពីអាពាហ៍ពិពាហ៍ហើយទោះបីជាវាជាអាពាហ៍ពិពាហ៍ចុងសម្ព័ន្ធក៏ដោយខ្ញុំការជាមួយមនុស្សឈួតនេះដែរប្រពន្ធស្ត្រីនេះជានរណាប្អូនស្រីខ្ញុំឈ្មោះមូនីនគឺប្អូនថ្លៃអញ្ចឹងខ្ញុំនឹងធ្វើមីឲ្យអ្នកញ៉ាំទៅខ្ញុំស្ដាប់អ្នកនិយាយមិនយល់ទេមូលៀងខ្ញុំមកលើកនេះគឺចង់ប្រាប់អ្នកថាបើខ្ញុំអាចដណ្ដើមបានកំងទិញរបស់ក្រុមហ៊ុនឡៃកានោះអ្នកស្នងរត់ត្រកូលមូនឹងខ្លាចជាខ្ញុំហើយកំងទិញរបស់ឡៃកាគឺប្រកាសជារបស់ខ្ញុំហើយភ្នាល់ថាអ្នកប្រកាសជាមិនដឹងទេស្អែកនេះក្រុមហ៊ុនឡៃកានឹងរៀបចំលៀងមួយអ្នកមើលទៅតើនេះជាអ្វីការអញ្ជើញចូលរួមពិធីជប់លៀងរបស់អញ្ជើញអីគេលិខិតអញ្ជើញរបស់ឡៃកាវ៉ាន់ជាមិត្តជិតស្និទ្ធរបស់ខ្ញុំបានមកជម្រាបខ្ញុំថាអ្នកមិនបានដឹងរឿងនេះទេបើអញ្ចឹងខ្ញុំក៏ត្រូវតែឆ្លៀតមករំលឹកអ្នកដែរអូខ្ញុំចាំថាពីមុនមានគេមកសួរខ្ញុំដើម្បីធ្វើស្ថិតហើយខ្ញុំក៏បានដាក់ឈ្មោះរបស់ខ្ញុំនិងវ៉ាន់ខ្ញុំភ្លេចបុកបញ្ចូលអ្នកទាំងអស់គ្នាហើយមើលទៅពិធីជប់លៀងនេះដូចជាគ្មាននិស័យជាមួយអ្នកទេលោកម្ចាស់ក្រុមហ៊ុនតើអ្នកធ្វើដោយចិត្តនាការប្រកួតប្រជែងពាណិជ្ជកម្មយុទ្ធសាស្ត្រមិនមានដែនកំណត់ទេអាចបន្តបានតែពួកអ្នកប៉ុណ្ណោះបងយ៉ានអ្នកនិយាយថាមនុស្សមួយចំនួនពួកគេសូម្បីតែច្រកចូលពិធីជប់លៀងក៏មិនអាចចូលបានពួកគេនឹងចុះហត្ថលេខាលើកិច្ចសន្យាដោយរបៀបណាទៅកញ្ញាយ៉ានខ្ញុំឆ្ងល់ថាតើខ្ញុំមានគិតយូរដែរឬទេអាចអញ្ជើញអ្នកទៅពិសាអាហារពេលល្ងាចជាមួយគ្នាដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនៃពិធីជប់លៀងពេលល្ងាចស្អែកនេះរីករាយណាស់លិខិតអញ្ជើញនោះសូម្បីតែចូលរួមពិធីជប់លៀងក៏មិនបានផងភរិយាយើងអាចលួចលាក់ចូលទៅក្នុងនោះបានមនុស្សឈួតមិនមែនបងស្រីខ្ញុំដែលអត់មានបានអញ្ជើញយ៉ាងទេអីមិនក៏អ្នកមកមើលបន្តិចមើលមិនបានទេប្រកាសជាបានហើយតែគ្មានបានអញ្ជើញដូច្នេះមើលបានតែនៅទីនេះនិយាយលេងឬចូលទៅខាងក្នុងជាមួយខ្ញុំដូចជាបានអញ្ជើញនេះក្រៅពីអ្នកត្រូវអញ្ជើញហើយលោកស្រីយ៉ាងបានទេបើអញ្ចឹងបងស្រីអ្នកខ្ញុំស្រាប់តែនឹកឃើញថាហាក់ដូចជាលិខិតអញ្ជើញនេះក្រៅពីអ្នកដែលបានអញ្ជើញក៏អាចនាំភ្ញៀវម្នាក់ទៀតបានដែរមែនទេហេមែនហើយកញ្ញាយ៉ាងគឺបើមិនដូច្នេះទេបងស្រីអង្វរខ្ញុំទៅប្រហែលបើខ្ញុំសប្បាយចិត្តខ្ញុំនឹងនាំអ្នកចូលទៅក្នុងនឹងហើយអ្នកល្អយ៉ាងនេះមែនឬពិតណាស់ខ្ញុំចង់ឃើញអ្នកអង្វរខ្ញុំតែប៉ុណ្ណោះកុំថាឡើយអ្នកនៅជាមួយគេយូរពេកក្រុមពោពីគេហើយភរិយាយើងឆ្លៀតឱកាសនេះពេលមនុស្សច្រើនឯបលប់ចូលទៅក្នុងទៅយាយជុំហេតុអ្វីបានជាយើងបានត្រឹមអង្គុយជួរទី3ខ្ញុំមើលមាត់អ្នកហើយជួរទី1សម្រាប់ភ្ញៀវកិត្តិយសរបស់ឡៃកាជួរទី2សម្រាប់ដៃជួរទី1នេះគឺជាគ្រួសារឡៃការបស់ភ្ញៀវកិត្តិយសជួរទី2នេះគឺជាដៃគូអាជីវកម្មរបស់គ្រួសារឡៃកាជួរទី3នេះគឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីកម្លាំងរបស់យើងហើយយើងបានអង្គុយចំកណ្ដាលកាលមុនយើងធ្លាប់នៅកន្លែងទីបំផុតមិនក៏ខ្ញុំឃើញយាឆឹងនិងមូលីងទៅអង្គុយនៅជួរទី1បាត់ទៅហើយណែណាមើលមិនត្រឹមតែនៅជួរទី1ទេថែមទាំងអង្គុយកៅអីធំទៀតពួកគេលួចចូលមកប្រកាសជាមិនដឹងទេថាកន្លែងណាជាកន្លែងរបស់ពួកគេទេចាំមើលទៅថាតើពួកគេដោះស្រាយស្ថានភាពនេះយ៉ាងម៉េចយើងប្រញាប់ទៅខាត់ពួកគេភ្លាមទៅកន្លែងនោះគឺសម្រាប់ទុកឲ្យគ្រួសារឡៃកាសម្រាប់ភ្ញៀវកិត្តិយសកម្ពុជាកន្លែងនេះក្រែងលោធ្វើឲ្យគ្រួសារឡៃកាថយក្រោយមកទៅកន្លែងនេះមើលទៅមិនមែនជាកៅអីសម្រាប់មនុស្សធម្មតាចង់អង្គុយទេស្អាតណាស់តោះអង្គុយត្រង់នេះទៅម៉ូលីងគេហ៊ានអង្គុយមែនបានគេជួយហើយចង់នេះជាកៅអីរបស់នរណាបានហើយអង្គុយបែបនេះបើអ្នកចង់រកគ្រូដោយខ្លួនឯងកុំទាញពួកយើងឲ្យជាប់ពាក់ព័ន្ធជាមួយម៉ូលីងគាត់ហ៊ានអង្គុយមែនហេម៉ូលីងគាត់ឈួតហើយតើអ្នកក៏ឈួតដែរឬដឹងទេថានេះជាកន្លែងរបស់នរណាបានជាត្រូវហើយពួកឯងរកផ្លូវស្លាប់ខ្លួនឯងកុំតាក់ទាញពួកយើងឲ្យជាប់ពាក់ព័ន្ធកន្លែងអង្គុយអីក៏ស្អាតម្លេះហេតុអីបានជាប្រពន្ធខ្ញុំមិនអាចអង្គុយនៅទីនេះបានឈួតហើយនេះជាកៅអីរបស់សម្ព័ន្ធសម្រាប់ភ្ញៀវកិត្តិយសរបស់ពួកគេបើអ្នកទាំងពីរសុខចិត្តអង្គុយនៅទីនេះគឺចង់បង្កចំនួនជាមួយសម្ព័ន្ធក្រុមហ៊ុនឡៃកាហើយយាយឆឹងយើងប្រញាប់ចេញទៅលើនេះទៅអ្នកទាំងអស់គ្នាខ្ញុំនិងប្អូនស្រីជាកូនចៅត្រកូលយាយនៅទីក្រុងអ្នកទាំងពីរនេះក៏ជាកូនចៅត្រកូលយាយដែរប៉ុន្តែអ្នកទាំងពីរនេះលួចចូលមកទេពួកគេគ្មានបានអញ្ជើញទេបើសម្ព័ន្ធក្រុមហ៊ុនឡៃកាដាក់ទោសសូមអ្នកទាំងអស់គ្នាសូមជួយធ្វើជាសាក្សីផងមួយផ្លែតទោះជានាងជាមនុស្សត្រកូលមូលរបស់ខ្ញុំក៏ពិតមែនប៉ុន្តែឥឡូវនេះនាងបានក្លាយជាកូនប្រសារត្រកូលយាយហើយចាប់ពីពេលនេះទៅបើគាត់បង្កកំហុសវាគ្មានពាក់ព័ន្ធនឹងត្រកូលមូលរបស់ខ្ញុំទេត្រកូលយាយនិងត្រកូលមូលគឺសុទ្ធតែជាត្រកូលធំតែមានឥទ្ធិពលបំផុតលោកម្ចាស់យាយកុំបារម្ភអីបើអ្នកខាងក្រុមហ៊ុនលីកាសួរនាំយើងនឹងប្រាប់ការពិតជាក់ជាមិនខានយីឆឹងយើងទៅឥឡូវនេះទេយីឆឹងពួកគេក្រោកឈរលឿនណាស់ទោះបីជាអ្នកជាមនុស្សឈួតពីក៏ជ្រឹកក៏ដោយក៏ទីនេះមិនមែនជាកន្លែងដែលអ្នកបង្កវឹកវរបានដែរចេញទៅឥឡូវនេះចេញទៅឯងកំពុងយកសារអ្នកទាំងអស់គ្នាកំពុងតែស្រមៃអ្វីទៅតើអ្នកទាំងអស់គ្នាកំពុងតែធ្វើអ្វីហ្នឹងលោកអ្នកគ្រប់គ្រងផ្ទះខ្ញុំកំពុងតែជួយអ្នករក្សាសណ្ដាប់ធ្នាប់នៅទីនេះមនុស្សពីរអ្នកនេះពួកគេមានសម្បត្តិអញ្ជើញតែទាំងលួចចូលមកទៀតបញ្ចេញពួកគេចេញអ្នកដែលទទួលបន្ទុកត្រួតពិនិត្យសម្បត្តិអ្នកមើលការខុសត្រូវពួកគេត្រូវលោកម្ចាស់តូចហើយចេញអ្នកមើលការខុសត្រូវខ្ញុំហ៊ានធានាថាពីរអ្នកនេះពិតជាគ្មានគ្រួសារឡៃកាលិខិតអញ្ជើញរបស់យាយឆឹងគឺនៅនឹងដៃរបស់ពួកគេទាំងពីរអ្នកថែមទាំងធ្វើច្រឹតបានមានលិខិតអញ្ជើញអ្នកលើអ្វីៗលោកអ្នកមើលការអញ្ជើញរបស់យាយឆឹងគឺនៅក្នុងដៃរបស់បងប្អូនយើងទាំងពីរអ្នកត្រូវហើយពួកគេទាំងពីរអ្នកនៅតែស្ថិតក្នុងអាសនៈរបស់ភ្ញៀវកិត្តិយសហើយនោះទីប្រសិនបើពួកគេមានលិខិតអញ្ជើញមែនហើយជាហ៊ានធ្វើឲ្យសម្ព័ន្ធក្រុមហ៊ុនលីកាអន់ចិត្តលោកយល់ស្របទេលោកមេផ្ទះមែនហើយអ្នកដែលលបចូលមកដូចជាពួកនេះសុទ្ធតែជាមនុស្សដែលគួរតែត្រូវបណ្តេញចេញទៅធ្វើម៉េចទៅយាយឆឹងទាំងអស់នេះលោកអ្នកគ្រប់គ្រងយើងអាចពន្យល់បានអញ្ចឹងបានន័យថាអ្នកកំពុងតែព្យាយាមលេះអានថាពួកយើងមិនអង្គុយនិយាយលេងពួកយើងទៅរកកាត់អញ្ជើញណាបានមើលទៅគាត់ច្បាស់ជាមិនដកពាក្យខ្លួនឯងខ្ញុំមិនមែនជាមនុស្សឈួតទេអ្វីដែលអ្នកនិយាយនោះមិនមែនមានតែមនុស្សល្ងងទៅធ្វើបានទេយាយឆឹងគុំនិយាយផ្ដេសផ្ដាស់យើងមានលិខិតអញ្ជើញឯណាមើលទៅគាត់មិនអាចនិយាយបំពងខ្លួនឯងបានទៀតទេបងថ្លៃខ្ញុំមិនមែនជាមនុស្សឈួតទេអ្វីដែលអ្នកនិយាយនោះគឺមានតែមនុស្សល្ងងប៉ុណ្ណោះដែលធ្វើអាចធ្វើបានមែនទេអ្នកទាំងអស់គ្នានៅចូលស្ងៀមធ្វើអីទៀតគួរតែដឹងមុនថាមិនគួរនាំអ្នកមកជាមួយទេឥឡូវលោកចូលមកពេញមួយព្រឹកហើយមិនបានផលប្រយោជន៍អីបន្តិចផងបានធ្វើឲ្យក្រុមហ៊ុនលីកាអន់ចិត្តទៀតលិខិតអញ្ជើញនៅទីនេះ
របស់នេះគេធ្វើបានប្រណិតណាស់ប៉ុន្តែម្ចាស់ក្រុមហ៊ុននេះច្បាស់ជាមិនដែលឃើញលិខិតអញ្ជើញទេបើមិនដូច្នោះទេវាមិនអាចធ្វើឲ្យវាគ្មានអ្វីខុសគ្នាពីគេបន្តិចសោះលិខិតអញ្ជើញនេះខ្ញុំមានអារម្មណ៍ថាដូចជាធ្លាប់ឃើញពីមុនអ្នកទាំងអស់គ្នាកុំឲ្យតែចាញ់បោកនៅលិខិតអញ្ជើញនេះឲ្យសោះប្រញាប់បណ្ដេញពួកគេចេញទៅចាំសិនលោកម្ចាស់សូមសួរថាតើលោកបានលិខិតអញ្ជើញនេះពីណាលិខិតអញ្ជើញនេះមានបញ្ហាអ្វីឬនេះជាអ្វីមិនគួរណានេះសួរគេពីរឿងប្រភពលិខិតអញ្ជើញលោកមានមិនមែនជារបស់សញ្ញានេះលោកមានសរសេរមែនតើលិខិតអញ្ជើញនេះលូសម្បត្តិអញ្ជើញនេះមិនមែនជារបស់ពិតទេសញ្ញារបស់អ្នកបម្រើលីកុំនិយាយថាពិតជាត្រូវបានសរសេរមែនលោកអ្នកបម្រើសម្បត្តិអញ្ជើញនេះកុំនិយាយថាលិខិតអញ្ជើញនេះពិតជារបស់ពិតមែនមិនអាចទេលិខិតអញ្ជើញនេះគឺច្បាស់ជាមិនដូចគ្នានឹងយើងទេវាជារឿងធម្មតាទេនេះសម្រាប់គ្រួសារឡៃកានិងភ្ញៀវកិត្តិយសរបស់ពួកគេគាត់នឹងមនុស្សឈួតម្នាក់ដែលត្រូវគេឃុំឃាំងនៅមន្ទីររយៈពេល5ឆ្នាំតើគេខ្លាចជាភ្ញៀវកិត្តិយសរបស់ក្រុមហ៊ុនឡៃកាបានយ៉ាងម៉េចលិខិតអញ្ជើញនេះច្បាស់ជាមិនមែនគាត់លួចទេគឺគាត់ឆក់យកតែម្ដងត្រូវហើយមានតែរបៀបនេះទេទើបសម្ហេតុផលលោកជំទាវអ្នកគ្រប់គ្រងខ្ញុំសូមទានសួរថាតើការអញ្ជើញជាក់ស្ដែងនេះអាចចូលទីកន្លែងបានទេមិនបានជាដាច់ខាតលិខិតអញ្ជើញនេះតំណាងឲ្យគ្រួសារឡៃកាទទួលស្គាល់អត្តសញ្ញាណរបស់ភ្ញៀវមានតែម្ចាស់ដើមទេដែលអាចប្រើវាជាមួយគូកនត្រូវហើយបើពួកគេឆ្លៀតឱកាសលួចចូលចុះភ្ញៀវកិត្តិយសដែលពិតជាបានលិខិតអញ្ជើញនោះវិញតើធ្វើដូចម្ដេចទៅគឺហើយលោកជំទាវអ្នកគ្រប់គ្រងបើពួកគេនិយាយថានេះការរើបានតើភ្ញៀវពិតប្រាកដនោះមិនមែនត្រូវគេបដិសេធមិនឲ្យចូលទៅហើយការធ្វើបែបនេះពិតជាប៉ះពាល់ក្រុមហ៊ុនលីកានិងភ្ញៀវកិត្តិយសអ្នកទំនងលោកអ្នកគ្រប់គ្រងមិនអាចលើកលែងទោសឲ្យពួកគេបានឡើយសូមសួរថាតើលិខិតអញ្ជើញរបស់លោកកាលវិញនៅមិនទាន់ហួសពេលទេក្រុមហ៊ុនលីកានឹងមិនបន្តនេះជារបស់ខ្ញុំបើអ្នករឹងតឹងយ៉ាងនេះនាំគេមកលោកអ្នកគ្រប់គ្រងមិនអាចជឿតែសម្ដីរបស់ពួកគេខាងបានទេមួយនេះជារបស់ខ្ញុំដោយសារតែអ្នករឹងរូសខ្លាំងពេកមកលោកអ្នកបម្រើលោកមិនអាចគ្រាន់តែស្ដាប់ជឿពាក្យសម្ដីរបស់ពួកគេលោកយីឆឹងលោកគូពិនិត្យទៀងទាត់បន្តិចមើលលិខិតអញ្ជើញនេះពិតជារបស់ស្វាមីខ្ញុំមែននោះខ្ញុំថាជំទាវអ្នកមិនមែនត្រូវគាត់ចម្លងមេរោគមកហើយទេដឹងលិខិតអញ្ជើញពិសេសរបស់សម្ព័ន្ធក្រុមហ៊ុនលីការបស់អ្នកស្នងតំណែងរបស់សម្ព័ន្ធលីកាតែម្ដងក្មេងលប់នៃត្រកូលយីតូចតាចម្នាក់នេះមានសិទ្ធិអីនឹងអាចមានលិខិតនេះបានទៅនាំពួកវាទាំងចេញទៅដេញវាចេញដេញវាចេញបណ្ដេញវាចេញទៅដេញវាចេញ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 ក្មេងឡៃខាមកដល់ហើយប្រញាប់មកដោះស្រាយរឿងពួកអ្នកភ្លាមយីវឆឹងយើងរត់ទៅលើទៅម្ចាស់ក្មេងឡៃខាមកដល់ហើយយើងមិនអាចប៉ះអ្វីទៅទេអ្នកលួចសម្បត្តិអញ្ជើញរបស់ម្ចាស់ក្មេងឡៃខៅដល់ពេលណានេះហើយអ្នកនៅតែអាចដេញវាចេញលិខិតអញ្ជើញពេលនេះហើយអ្នកនៅតែអាចតោះយើងទៅលេងកំសាន្តទៅគោរពជូនលោកម្ចាស់វ័យក្មេងអ្នកមើលការខុសត្រូវតើពួកអ្នកកំពុងឆ្លោះគ្នាពីរឿងអីណាភ្ញៀវកិត្តិយសរបស់ខ្ញុំមកដល់ហើយឬនៅតើពួកគេជាអ្នកណាខ្លះហ្នឹងលោកម្ចាស់វ័យក្មេងខ្ញុំកំពុងត្រៀមរាយការណ៍ជូនលោកខ្ញុំកំពុងត្រៀមរាយការណ៍ជូនលោកថាមានគេរើបានលិខិតអញ្ជើញពិសេសដែលលោកបានបញ្ជូនខ្ញុំកំពុងដេញពួកគេចេញយាយឆិនទាំងនេះគឺជាអ្នកដែលបានរាយការណ៍រួមគ្នាជាមួយកូនចៅអំពីអ្នកដែលរើបានលិខិតអញ្ជើញពិសេសនេះឡានថាលោកម្ចាស់វ័យក្មេងគឺខ្ញុំពិតមែនហើយខ្ញុំបានចូលមកក្នុងសាលពិធីដូច្នេះហើយបានជាខ្ញុំរាយការណ៍ទៅអ្នកមើលការខុសត្រូវហេតុអ្វីបានជាការនិយាយរបស់អ្នកមិនដូចគ្នាគឺថារើបានកាត់អញ្ជើញហើយតែគ្មានកាត់អញ្ជើញនោះតើមានរឿងអីទៅរឿងវាអីចេះទេនេះ